ក្រសួងបរិស្ថានចាយកូនឈើជូនប្រជាពលរដ្ឋដាំបានចំនួន3.4លានដើមក្នុងនោះមានកូនត្នោតចំនួន1លានដើមក្នុងឆ្នាំ2025និងមានគម្រោងចែកកូនឈើចំនួន5លានដើមក្នុងឆ្នាំ2026ក្នុងឆ្នាំ2025ក្រសួងបរិស្ថានបានចែកជូនកូនឈើជាង3លាន4សែនដើមក្នុងនោះកូនត្នោតចំនួន1លានដើមជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមមន្ទីរបរិស្ថានរាជធានីខេត្តតាមរយៈយុទ្ធនាការពន្លកបៃតងដើម្បីយកទៅដាំតាមទីសាធារណៈនានានិងដាំស្ដារព្រៃសហគមន៍កូនឈើដែលបានចែកជូនក្នុងឆ្នាំកន្លងទៅនេះបានមកពីថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ចំនួន5រួមមាននៅខេត្តត្បូងឃ្មុំសៀមរាបកំពង់ស្ពឺកោះកុងនិងមណ្ឌលគិរីនិងថ្នាលរបស់មន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេសសូមបញ្ជាក់ថាអនុលោមតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី1រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានហើយក្រសួងបរិស្ថានបានរៀបចំអនុវត្តនិងដាក់ចេញនូវយុទ្ធនាការពន្លកបៃតងគឺបណ្ដុះកូនឈើចែកកូនឈើនិងដាំដើមឈើយ៉ាងតិច1លានដើមក្នុងមួយឆ្នាំឯអាដាមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្រសួងបរិស្ថានបានផ្ដួចផ្ដើមនិងដឹកនាំនិងជំរុញការបណ្ដុះកូនឈើនៅតាមមន្ទីរបរិស្ថាននិងបានបង្កើតថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ចំនួន5ថែមទៀតជាបន្តបន្ទាប់នៅខេត្តត្បូងឃ្មុំកំពង់ស្ពឺសៀមរាបមណ្ឌលគិរីនិងកោះកុងថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ក្នុងឆ្នាំ2025បានបណ្ដុះកូនឈើដូចតទៅថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំមាន372រោងនិងផលិតកូនឈើបានចំនួន1លានដើមថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ខេត្តកំពង់ស្ពឺមាន592រោងនិងផលិតកូនឈើបានចំនួន1,327,104ដើមថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ខេត្តសៀមរាបមាន72រោងនិងផលិតកូនឈើបានចំនួន331,776ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ខេត្តកោះកុងមាន94រោងនិងផលិតកូនឈើបានចំនួន899,976ដើមថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ខេត្តមណ្ឌលគិរីមាន96រោងនិងផលិតកូនឈើបានចំនួន221,184ដើមសម្រាប់ឆ្នាំ2026ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទាំងអស់នឹងបង្កើនការបណ្ដុះនិងចែកកូនឈើចំនួន3លានទៅ5លានដើមក្នុងពេលបច្ចុប្បន្នថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់បានចូលរួមចំណែកចលនាដាំបន្លែដើម្បីជាតិដោយបានចែករំលែកចំណេះដឹងក្នុងការដាំដុះកូនឈើព្រៃកូនឈើហូបផ្លែនិងបន្លែរួមមានស្ពៃត្រកួនត្រប់ននោងត្រសក់ជាដើមជាមួយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សព្រមទាំងយុវជនកម្ពុជានិងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានអាចដាំដុះបន្ថែមនៅតាមសាលារៀនវត្តអារាមនិងតាមមូលដ្ឋាននានាស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារជួយបង្កើនចំណូលសម្រាប់ជីវភាពសកម្មភាពនេះគឺជាការចូលរួមចំណែកក្នុងចលនាយើងរួមគ្នាដើម្បីជាតិបដិបត្តិផ្ដាំគំនិតដោយលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអគ្គស្នងការសមាគមកាយរដ្ឋនារីកម្ពុជាក្នុងគោលបំណងផុសសកម្មភាពដាំបន្លែដើម្បីជាតិដើម្បីទ្រទ្រង់ដល់វីរៈកងទ័ពវីរៈនគរបាលជួរមុខការពារព្រំដែននិងជនភៀសសឹកដោយសារការឈ្លានពានទឹកដីពីសត្រូវលើសពីនេះថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទាំងអស់ត្រូវបានរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធានាការបណ្ដុះកូនឈើនិងការស្រោចស្រពដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យការទាក់ទាញទេសចរដែលអាចបង្កើនចំណូលសម្រាប់សហគមន៍មូលដ្ឋានក្នុងគម្រោងក្រសួងបរិស្ថាននិងជំរុញការបណ្ដុះកូនឈើនិងចែកកូនឈើជូនសាធារណជនយកទៅដាំតាមរដូវវស្សានៅតាមផ្ទះតាមមូលដ្ឋានសាលារៀនវត្តអារាមទីសាធារណៈនៅឆ្នាំ2026ចំនួនចាប់ពី5លានដើម